ចាការប៉តើបងប្អូនដែលកើតនៅក្នុងឆ្នាំរកានៅក្នុងខែ11នេះគឺរាប់ថាជាខែឆ្នាំដែលមានលេខរាសីខ្ពស់ជាងគេបំផុតបើធៀបទៅនឹងឆ្នាំផ្សេងចាទី1មានឱកាសរកលុយបានច្រើនលាបចូលជាហូរហែទី2វត្ថុឬក៏អ្វីមួយដែលនឹងបាត់ទៅឬក៏យើងគិតថានឹងមិនបានមកវាបែរជាត្រឡប់មកវិញហុចជាលាបឲ្យយើងវិញវត្ថុដែលយើងគិតថាជាគ្រោះបែរជាឲ្យផលជាលាបហើយក្នុងជើងលេខក៏អាចមានឱកាសនៅក្នុងការបើកពន្លឺនៅលើរឿងចតាក្តីស្រឡាញ់ចំពោះអ្នកដែលនៅលាវក៏ប៉ុន្តែគេថានៅក្នុងខែ11រកាគឺជាខែដែលមានខ្យល់បក់ដូច្នេះបើសិនជាបងប្អូនដែលកើតនៅក្នុងឆ្នាំរកាដែលមានលេខឡើងខ្លាំងគឺនឹងឡើងខ្លាំងមែនទែននឹងរកលុយបានជាច្រើនហូរហែលាបចូលរហូតមិនដាច់ក៏ប៉ុន្តែបើសិនជាធ្លាក់វិញនឹងធ្លាក់ជាកំហុកពីព្រោះនៅក្នុងខែ11គឺជាខែខ្យល់បក់វាមានចំហាយក្តៅខ្លាំងអ្នកដែលកើតនៅក្នុងឆ្នាំរកាដែលមានដួងចតាធ្លាក់នឹងត្រូវបានគេចោទប្រកាន់មួលបង្កាច់មើលបំណាំនិងចាំជន់ធ្វើឲ្យយើងមានការខាត់បង់នៃលុយកាក់ឬក៏ធ្វើអ្វីមិនសមប្រាថ្នាបងប្អូនណាខ្លះដែលគិតចាប់តាំងពីថ្ងៃ1ចាខែ11រហូតមកដល់ត្រឹមពាក់កណ្ដាលខែ11មានអារម្មណ៍ថាខ្លួនឯងកើតឆ្នាំរកាគេហេងហេតុអ្វីបានខ្លួនយើងនឹងជួបតែរឿងអំពុលរឿងសយរឿងមួម៉ៅក្តៅកាហាយមិនឈប់មានការខាត់បង់មានគេចាំជន់មួលប្រកាច់លៀបពណ៌យើងគ្រប់វេលាធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានសម្ពាធទាំងអាជីពការងារនិងការរកស៊ីបើសិនជាបងប្អូនមានអាការៈបែបនេះនោះមានន័យថាដួងចតាឆ្នាំរការបស់បងប្អូនគឺត្រូវមានអ្វីបិទបាំងទី1អាចមានអ្នកណាម្នាក់ធ្វើអំពើផ្លូវក្នុងលើបងប្អូនចាទី2ដួងចតារាសីរបស់បងប្អូនមានថ្ងៃខែកំណើតណាមួយដែលវាឆុងឬក៏វាត្រូវមានគ្រោះព្រោះមនុស្សកើតនៅក្នុងថ្ងៃខែម៉ោងខុសគ្នាទោះបីជាឆ្នាំដូចគ្នាក៏អាចមានវត្តចក្រនៃឆ្នាំឬក៏ខ្ទង់អាយុខុសគ្នាដែរអញ្ចឹងវាអាចមានផលប៉ះពាល់ទៅលើរឿងទាំងអស់នឹងផងដែរក៏ប៉ុន្តែសួរថាបើសិនជាយើងធ្លាក់អញ្ចឹងយើងគួរតែធ្វើមិនជាបឋមមករកទស្សទាដឹងសិនថាតើយើងធ្លាក់ដោយសារអ្វីត្រូវអំពើឬក៏ខុសឆ្គងត្រង់កន្លែងណាអូខេរឿងទី2បងប្អូនអាចធ្វើកិច្ចកាយអ៊ុនឬក៏បច្ចេកគ្រោះឬក៏បច្ចេកគ្រោះចេញពីព្រោះចំពោះបងប្អូនទាំងឡាយណាដែលកើតនៅក្នុងឆ្នាំរកាដែលជួបគ្រោះពីដើមខែចានោះមានន័យថាលេខរបស់បងប្អូនអាចមានឱកាសងើបវិញនៅចុងខែអញ្ចឹងគិតចាប់តាំងពីថ្ងៃទី20ឬ21រហូតដល់ថ្ងៃទី30ខែ11នេះបងប្អូនដែលកើតនៅក្នុងឆ្នាំរកាទាំងអស់ដែលមានគ្រោះពីដើមខែហើយបានធ្វើកិច្ចកាយអ៊ុនរួចឧទាហរណ៍ដូចជាកាត់ឆុងជាវត្ថុមង្គលឬក៏មានយ័ន្តដែលប្រសិទ្ធិដាស់រាសីលើកអំណាចខ្លួនឯងឬក៏អាសាស្រោចទឹកយងយអ៊ុនធ្វើបន់ប្រឡែងសត្វប្រឡែងចាប់អ្វីដែលពិសេសនោះគឺការដែលបានងូតទឹកអំបិលជាមួយនឹងសម្បកក្រូចសើចដើម្បីលាងជំរះឧបទ្រពចេញពីក្នុងខ្លួនចាពេលដែលយើងធ្វើហើយពន្លឺរបស់យើងឬក៏ភាពឧបទ្រពរបស់យើងនឹងត្រូវបានជំរះហើយវានឹងស្រូបយកនៅលេខលៀបមកឲ្យយើងវិញអញ្ចឹងចាំណាបើសិនជាដើមខែយើងមានរឿងអញ្ចឹងក្នុងពាក់កណ្ដាលខែហ្នឹងយើងទៅតែស្រោតកាយកុនយីអ៊ុនយើងឲ្យល្អបងប្អូនដែលកើតឆ្នាំរកាទាំងអស់និយាយឲ្យខ្លីម៉ាត់គឺការកែងៅហេងខ្លួនឯងអូខេចាស្រោចទឹកក៏ដោយធ្វើកិច្ចបញ្ចុះស្នើមុខបញ្ចុះមាសស្លឹកឬក៏ជាវដូចជាយ័ន្តដូចបងប្អូនបានឃើញហើយខ្ញុំអាសាផ្សព្វផ្សាយអំពីយ័ន្តព្រះអង្គវេស្សវណ្ណនិងយ័ន្តព្រះអង្គកណេសណាហើយបងប្អូនក៏អាចដាក់តាមទូរស័ព្ទដូចខ្ញុំអញ្ចឹងក៏បានដែរឬក៏ដាក់តាមកាបូបបានដូចគ្នាយ័ន្តព្រះអង្គវេស្សវណ្ណនិងយ័ន្តព្រះអង្គកណេសបងប្អូនដែលមានហើយអាសាយកមកធ្វើកិច្ចដើម្បីដាស់នឹងអភិសេកឬអាសានឹកគុណទៅដល់ព្រះអង្គដើម្បីឲ្យព្រះអង្គคุ้មគ្រងរក្សាបានល្អនិងបញ្ជាអំពីគ្រោះនោះបើសិនជាបងប្អូនកែងៅហេងត្រូវណានៅក្នុងចុងខែ11គិតចាប់អំពីថ្ងៃទី20ឬ21ឡើងទៅដល់ថ្ងៃទី30នេះបងប្អូននឹងមានលៀបផ្ទួនត្រឡប់មកវិញគ្រោះទាំងឡាយនឹងคล้ายជាលៀបចូលមនុស្សដែល
មូលប្រកាច់មើលបំណាំបងប្អូននឹងទទួលបានផលកម្មរបស់គេប៉ុន្តែបើបងប្អូនអត់បានកែនៅងៅហេងឬក៏ការពាររាសីឬក៏ធ្វើកិច្ចរំដោះខ្លួនទេលេខរបស់យើងអាចនឹងបន្តដាក់ដល់ដើមខែ12ទឿនណាចាចំពោះបងប្អូនដែលចង់ជាយ័ន្តអ្នកគ្រូមានយ័ន្តពីរប្រភេទដើម្បីណែនាំជូនបងប្អូនយ័ន្តទី1គឺយ័ន្តព្រះអង្គវេស្សវណ្ណស័ក្តិសមបំផុតសម្រាប់បងប្អូនដែលសម្បូរទៅដោយអ្នកឈ្លាននេះចាញ់ផ្ចាល់និងបៀតបៀនបងប្អូនចំពោះទាំងរឿងផ្លូវក្នុងហើយនិងរឿងផ្លូវក្រៅព្រោះយ័ន្តព្រះអង្គវេស្សវណ្ណអាចជួយបញ្ជះនៃគ្រោះបានជួយបញ្ជះនៃអមនុស្សក៏ដូចជាមុនខ្មៅបានដូចគ្នាយ័ន្តទី2គឺយ័ន្តព្រះអង្គកណេសបងប្អូនដែលជាយ័ន្តព្រះអង្គកណេសគឺនឹងទទួលបាននៅលាភជ័យនិងការប្រទានពរឲ្យមានលាភមានភ្ញៀវមានសំណាងហូរចូលមានលុយហូរចូលច្រើនទ្រព្យគង់លាភគង់ហើយក៏ជួយទប់ស្កាត់និងបញ្ជះនៃគ្រោះបិទមុខផ្សេងៗដូចគ្នាបងប្អូនអាចជាយ័ន្តទាំងពីរនេះក៏បានដែរដើម្បីរួមផ្សំគ្នាទាំងការការពារនិងទាំងការទទួលបានលាភទាំងពួងណា